ជំរាបសួរបងប្អូនទាំងអស់គ្នាអរគុណព្រះអង្គជាថ្មីម្ដងទៀតដែលយើងបានជួបគ្នាថ្ងៃនេះអ្នកគ្រូសូមអធិដ្ឋានសម្រាប់ព្រះប្រទានប្រាជ្ញាដល់អ្នកគ្រូហើយក៏គង់គូទាំងអស់គ្នាដែរចាថ្ងៃនេះយើងនឹងរៀនអំពីការប្រកាន់ស្ដាំនៅពេលដែលយើងធ្វើចរាចរណ៍អញ្ចឹងនៅក្នុងប្រទេសកម្ពុជារបស់យើងមានការធ្វើចរាចរណ៍ដោយប្រទេសផ្សេងដែរគឺមានការដើរដោយថ្មើរជើងការដើរដោយថ្មើរជើងគឺមានន័យថាជាក្រុមមនុស្សដែលប្រើជើងដើរអរគុណហើយក៏មានការប្រើប្រាស់ដែលប្រើយានជំនិះផ្សេងការសម័យមុនគេអាចប្រើជារទេះគោជាអីចឹងទៅសម្រាប់ការធ្វើដំណើរអញ្ចឹងនៅសម័យមុនអត់សូវមានគ្រោះថ្នាក់ចរាចរណ៍ទេប៉ុន្តែសម័យយើងឥឡូវនេះគឺមានគ្រោះថ្នាក់ចរាចរណ៍ច្រើនដោយសារតែយើងមានការប្រើយានជំនិះបែបទំនើបមែនទេដូចជាឡានម៉ូតូអីចឹងទៅអញ្ចឹងធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍ច្រើនអញ្ចឹងនៅក្នុងប្រទេសទាំង5នេះគេថាប្រទេសដែលប្រកាន់ស្ដាំនៅក្នុងអាស៊ានគឺមានប្រទេសកម្ពុជាយើងប្រទេសមីយ៉ាន់ម៉ាប្រទេសវៀតណាមប្រទេសឡាវនិងប្រទេសហ្វីលីពីនចឹងប្រទេសទាំង5នេះគឺប្រកាន់ខាងស្ដាំណាជាងនៅពេលដែលយើងជិះឬយើងដើរថ្មើរជើងយើងប្រកាន់នៅខាងស្ដាំដៃតើអរគុណចាអញ្ចឹងនេះគឺជាគំនូសដែលយើងគូសសម្រាប់អ្នកគូសម្រាប់ការដើរឆ្លងផ្លូវនៅក្នុងមហាវិថីធំគេមានគំនូសសម្រាប់ការដើរឆ្លងកាត់ហើយគេក៏មានភ្លើងសញ្ញាសម្រាប់បង្ហាញអំពីការដើរឆ្លងកាត់គេដាក់ភ្លើងពណ៌បៃតងមកឲ្យមានមនុស្សដើរកូនអាចពេលកូនដើរលេងអីកូនអាចសង្កេតមើលកូនឃើញហើយចឹងឡើយនេះគឺជាខឿនឬក៏កន្លែងដែលសុខភាពសម្រាប់អ្នកថ្មើរជើងក៏ដើរឆ្លងកាត់ឡើយនេះមានឡានមានម៉ូតូអញ្ចឹងមកចឹងនៅពេលដែលគេចង់ដើរឆ្លងកាត់គេត្រូវមើលគំនូសដើម្បីដើរឆ្លងកាត់ពីផ្លូវមួយទៅក្រោយមកខាងទៀតបងអរគុណចឹងឡើយនេះគឺជាកន្លែងគំនូសដែលយើងអាចដើរឆ្លងកាត់បានខឿនណាខឿនសុខភាពខ្លួនអាចដើរលើនេះបានអត់នាំកូនដើរហត់អីចឹងទៅចឹងពេលដើរហ្នឹងយើងអាចប្រើទូរស័ព្ទលេងទូរស័ព្ទអីបានតែក្មេងៗគាត់រត់ចូលផ្លូវអីចឹងណាកូនចឹងយើងប្រយ័ត្នកូននៅពេលដែលយើងដើរឆ្លងកាត់ឬអីយើងត្រូវដើរឲ្យលឿនទំនុកហ្នឹងអត់នៅលេងទូរស័ព្ទឬក៏និយាយគ្នាលេងអីទេបាទអរគុណចាអរគុណច្រើនសម្រាប់មេរៀននៅថ្ងៃនេះសូមព្រះប្រទានពរ